ក្រសួងការពារជាតិប្រកាសជ្រើសរើសកងទ័ពចំនួន3000នាក់បន្ថែមទៀតដើម្បីបំពេញក្របខ័ណ្ឌឲ្យបណ្ដាកងឯកភាពកងទ័ពជើងគោកយោងតាមសេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋានលេខ009សសរ2026ស្តីពីការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឲ្យបណ្ដាកងទ័ពឯកភាពចំណុះកងទ័ពជើងគោកក្នុងនោះបានសម្រេចប្រកាសមួយប្រកល់ភារកិច្ចឲ្យមេបញ្ជាការកងទ័ពជើងគោកបង្កើតគណៈកម្មាធិការជ្រើសរើសពលទាហានថ្មីចំនួន3000នាក់ដើម្បីបំពេញក្របខ័ណ្ឌឲ្យបណ្ដាកងឯកភាពចំណុះកងទ័ពជើងគោកដោយសហការឯកភាពជាមួយគណៈកម្មាធិការជ្រើសរើសពលទាហានថ្មីរបស់អគ្គបញ្ជាការដ្ឋានប្រកាសពីអំពីលក្ខខណ្ឌលក្ខណៈសម្បត្តិជ្រើសរើសនិងសំណុំបែបបទក្នុងពេលជ្រើសរើសគណៈកម្មាធិការជ្រើសរើសពលទាហានថ្មីរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកត្រូវចាត់តាំងត្រួតពិនិត្យឲ្យបានហ្មត់ចត់ល្អិតល្អន់សុក្រិតភាពនិងត្រឹមត្រូវតាមលក្ខណៈលក្ខខណ្ឌសម្បត្តិព្រមទាំងសំណុំលិខិតដែលត្រូវបានកំណត់ដូចខាងក្រោមកលក្ខខណ្ឌនិងលក្ខណៈសម្បត្តិ1សញ្ជាតិខ្មែរភេទប្រុស2អាយុ18ឆ្នាំដល់30ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាបឋមភូមិដល់មធ្យមសិក្សាទុតិយភូមិ3អាយុចាប់ពី31ឆ្នាំដល់35ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅឬមានជំនាញឯកទេស4កម្ពស់ 1.60 ម៉ែត្រឡើងទៅ5មានកាយសម្បទាគ្រប់គ្រាន់និងសុខភាពល្អតាមតម្រូវការការងារ6មានភក្ដីភាពចំពោះជាតិសាសនាព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលព្រមទាំងគ្មានជាប់ពិរុទ្ធឬបាត់ល្មើសផ្សេង7បេក្ខជនត្រូវពិនិត្យសាវតាជាតិដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស8បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋបើស្ម័គ្រចិត្តត្រូវលាលែងពីក្របខ័ណ្ឌដើម9បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណៈសម្បត្តិគ្មានមេរោគថ្លើមអេដជំងឺរ៉ាំរ៉ៃឬជំងឺសរសៃប្រសាទ10បេក្ខជនត្រូវពិនិត្យរកសារធាតុញៀនពីគណៈកម្មាធិការ11បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋមនិងលក្ខណៈសម្បត្តិពីគណៈកម្មាធិការជ្រើសរើសបើមានសង្ស័យឬមិនច្បាស់លាស់ពីអាការៈជំងឺត្រូវបន្តពិនិត្យវិតម្លៃពីមន្ទីរពេទ្យព្រះកេតុវេលា12ត្រូវបានអតិភិបចំពោះសាច់ញាតិបង្កើតរបស់យោធិនឬអតីតយុទ្ធជនយោធិនពលីពិការដោយផ្អែកទៅតាមលក្ខខណ្ឌនិងលក្ខណៈសម្បត្តិខាងលើខសំណុំលិខិត1ពាក្យសំជាប់បម្រើក្នុងកងយុទ្ធពលខេមរភូមិន្ទច្បាប់ដើម2លិខិតធានាបញ្ជាក់សាច់ញាតិបង្កើតយោធិនឬអតីតយុទ្ធជនឬយោធិនពលីពិការឬអាណាព្យាបាល3លិខិតបញ្ជាក់ការសិក្សា4ប័ណ្ណពិនិត្យសុខភាព5អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងនិងសេចក្តីចម្លងបញ្ជាក់សិទ្ធិបទកំណើត6រូបថត4x6ថតថ្មីចំពីមុខប្រកាស3ទីកន្លែងចែកទទួលពាក្យនិងទីតាំងវឹកវើអាស្រ័យដោយគណៈកម្មាធិការជ្រើសរើសពលទាហានថ្មីកងទ័ពជើងគោកជាអ្នកកំណត់មេបញ្ជាការកងទ័ពជើងគោកត្រូវធ្វើផែនការនិងស្នើសុំការធានាភស្តុភារហិរញ្ញវត្ថុទៅក្រសួងការពារជាតិតាមឋានានុក្រមប្រកាស4ការជ្រើសរើសពលទាហានថ្មីត្រូវអនុវត្តឲ្យបានគ្រប់ចំនួនទៅតាមផែនការកំណត់ឲ្យបានមុនថ្ងៃទីខែឆ្នាំចុចមេបញ្ជាការកងទ័ពជើងគោកត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌកងយុទ្ធពលខេមរភូមិន្ទមកអគ្គមេបញ្ជាការឲ្យបានមុនថ្ងៃទីខែនិងឆ្នាំចុចប្រកាស5មេបញ្ជាការកងទ័ពជើងគោកនាយកខិត្តកាល័យនាយកទីចាត់ការបុគ្គលិកអគ្គបញ្ជាការមេបញ្ជាការបណ្ដាកងឯកភាពនាយកស្ថាប័នដែលមានការពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅថ្ងៃពុធ900ខែមិញឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី11ខែកុម្ភៈឆ្នាំ2026អគ្គមេបញ្ជាការនាយឧត្តមសេនីយ៍វង្សពិសេននាងខ្ញុំអែលស្រីណុយពីកម្មវិធី TVFB ប៉ុណ្ណឹងDownload app NTX More Plat ទទួលបាន voucher $5ភ្លាមដោយគ្រាន់តែ register រួចបំពេញ referral code NTX TVFB5 នោះលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត